នៅរាជធានីភ្នំពេញតិចដឹងថានៅក្នុងព្រះបរមរាជវាំងយើងគឺមានកូនប្រាសាទអង្គរវត្តដ៏ស្រស់ស្អាតបងប្អូននិយាយទៅខ្ញុំប្លែកអារម្មណ៍មែនតើដោយសារតែខ្ញុំទៅព្រះបរមរាជវាំងកាលមុនណាគឺអត់ឃើញមានប្រាសាទអង្គរវត្តតូចទេប្រហែលជាពេលហ្នឹងគេកំពុងតែសាងសង់ឯមែនទៅប៉ុន្តែបច្ចុប្បន្នណាពេលដែលចូលព្រះបរមរាជវាំងគឺមានកូនប្រាសាទអង្គរវត្តគឺប្លែកភ្នែកមែនតើបងប្អូនហើយសម្រស់ក្បូរក្បាច់រចនាពិតតែទូចច្រឡឹងមែនប៉ុន្តែគួរឲ្យតាក់ទាញហើយទទួលបានការចាប់អារម្មណ៍ខ្លាំងដែរពីសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលគាត់ឈរមើលស្ងើចសរសើរពីច្បាប់ពីចម្លាក់ក្បាច់រចនារបស់ប្រាសាទអង្គរវត្តតូចហ្នឹងបងប្អូនអញ្ចឹងបងប្អូនណាខ្លះដែលគាត់មានអារម្មណ៍ថានឹកខេត្តសៀមរាបប្រាសាទអង្គរវត្តមែនតែនគាត់អាចមកលេងរំសាយអារម្មណ៍ឲ្យបាត់នឹកមួយគ្រាហ្នឹងនៅក្នុងព្រះបរមរាជវាំងដោយទស្សនាប្រាសាទអង្គរវត្តទូចនៅទីនេះបានបងប្អូននិយាយទៅបងប្អូនក្នុងព្រះបរមរាជវាំងយើងពេលដែលចូលទៅគឺត្រជាក់មែនតែនបងប្អូនដោយសារកន្លែងណាក៏មានទេសភាពដើមឈើដែរម្សិលមិញខ្ញុំបានប្រាប់បងប្អូនថាពេលដែលចូលវាំងយើងត្រូវចំណាយ 1000 រៀលសម្រាប់ភ្ញៀវខ្មែរបងប្អូនប៉ុន្តែ 1000 រៀលហ្នឹងពេលដែលយើងចេញពីព្រះបរមរាជវាំងហ្នឹងគឺយើងនឹងទទួលបានទឹកសុទ្ធបរិភោគដែលមាននិមិត្តសញ្ញាពីព្រះបរមរាជវាំងផងដែរបងប្អូនអញ្ចឹងហើយបងប្អូនបើសិនជាមានអារម្មណ៍ថានឹកសៀមរាបណានឹកអង្គរវត្តអីអាចមកមើលបណ្ដោះអាសន្នសិននៅក្នុងព្រះបរមរាជវាំងបងប្អូនដោយសារនេះក៏ស្រស់ស្អាតដែរបងប្អូនអញ្ចឹងអរគុណច្រើនបងប្អូនដែលបានតាមដានវីដេអូនេះ